ừ wow kẹp nè Bột đen kẹp là cái đài này thùng nè mẹ ơi ôi thùng nè kẹp nè ui ôi kẹp căng vô này kẹp căng mà này ôi mũi tròn cái lá lô đi ôi kịp đây ai ơi នេះហើយជាមូលហេតុដែលខ្ញុំនឹកផ្ទះដែលខ្ញុំនឹកស្រែនៅចកាខ្ញុំព្រោះថាឲ្យតែបានមកស្រែនៅចកាពេលណាគឺដឹងតែមានអារម្មណ៍ថាសប្បាយរីករាយនឹងជីវិតនៃការរស់នៅប្រចាំថ្ងៃតាមស្រែតាមចកាហូបខ្សងហូបក្តាមហូបម្កែបលក្ខណៈថាយើងចង់ហូបអីគឺយើងបានហូបនោះសម្រាប់អ្នកស្រែអ្នកចកាដូចខ្ញុំគឺអត់មានអីទៅថាបង្ហាញពុកម៉ែបងប្អូនក្រៅពីការមកជីកខ្សងជីកក្តាមជីកកែបនេះទេដោយសារតែថានៅតាមស្រុកស្រែនេះគឺវាអត់មានភ្លើងពណ៌វាអត់មានកន្លែងទេសចរណាស្អាតបង្ហាញជូនអំពូមីងមើលទេមានតែបង្ហាញជូននៅការជីវិតនៃការរស់នៅប្រចាំថ្ងៃតាមស្រុកស្រែចង្ការហើយថ្ងៃនេះផងដែរគឺខ្ញុំមកជីកកែបមកជីកខ្សងមកជីកក្តាមគោលបំណងដែលខ្ញុំមកជីកថ្ងៃនេះគោលបំណងធំបំផុតគឺជីកយកក្តាមអត់បានគោលបំណងថាមកជីកកែបហើយនឹងខ្សងទេតែជាក់ស្ដែងដោយសារតែជីកក្តាមហ្នឹងទៅក៏ប៉ះខ្សងប៉ះកែបតែពេលខ្លះពេលដែលខ្ញុំនិយាយខ្សងហ្នឹងក៏មានបងប្អូនឆ្ងល់ទៀតដែរមិនបានហៅខ្សងមិនហៅថាខ្ចងសូមអធិស្ឋានដោយសារតែភាសានេះគឺជាភាសាតាមតំបន់ខ្ញុំទន្លាប់មាត់ហៅលងតាំងពីក្មេងៗមកអញ្ចឹងហើយក៏វាចេះតែទន្លាប់មាត់ហៅប៉ុន្តែយើងអាចហៅបានខ្សងក៏បានខ្ចងក៏បានអានេះប៉ុន្តែភាសានិយាយនិងភាសាសរសេរខុសគ្នាបើយើងសរសេរយើងថាខ្ចងតែបើនិយាយថាខ្សងសម្រាប់ក្តាមខែប្រាំងនេះគឺវាអត់ដូចក្តាមខែវស្សាទេបើតាមខែវស្សាយើងមិនចាំបាច់ជីកចេះទេគ្រាន់តែដើរតាមវាលស្រែយើងលូកតាមវាលស្រែសវ៉ាតាមវាលស្រែគឺបានតែសម្រាប់ខែប្រាំងនេះបើសិនជាចង់ហូបក្តាមគឺយើងត្រូវជីកត្រង់ថាដីខែនេះក៏រាំងរឹងដែរត្រឹមថាបានក្តាមមួយចង់ពួងបែកដៃអស់ហើយណាមួយត្រង់ថាក្តាមខែនេះគឺវាខ្លាញ់ល្អនោះបើថាបានយកធ្វើជ្រក់យកទៅស្លអីនិយាយថាជាតិហើយកន្លែងនេះជីកប៉ះរន់កែបស្មានតែរន់ក្តាមបើសួរខ្ញុំថាធ្វើម៉េចបានដឹងថាកន្លែងនេះរន់ក្តាមរន់កែបខ្ញុំក៏អត់សូវច្បាស់ត្រង់កន្លែងហ្នឹងដែរតែបើសម្រាប់រន់កែបភាគច្រើនគឺវារន់បិទវាបិទរន់ណាតែបើរន់ក្តាមគឺអត់បិទរន់ទេកន្លែងនេះជីកគឺប៉ះកែបតែម្ដងនិយាយពីថាកែបបងប្អូនអើយធំខ្លាំងយកទៅមានទៀនណាកែបមួយនេះចង់កន្លះគីឡូអូយលឹងម៉ែខ្ញុំលឿនមាត់ថា Bột đen កែប là cái đài này ធំណាស់ធំណាស់ម៉ែអើយអូយធំណាស់កែបណែអូណែបានអូយកែបក្រាំងបងប្អូននេះកែបក្រាំងម្នាយអូយមួយចង់កន្លះគីឡូនេះអូយធំណាស់លោកអើយធំអូយធំណាស់ម៉ែអូយធំណាស់ថតចិត្តអូយធំណាស់លោកអើយនេះអូយលោកម៉ែខ្ញុំនៅរត់ឃើញកែបឡើងចង់រត់ឯពួកថាម៉ែខ្ញុំគាត់ខ្លាចកែបបើសម្រាប់ខ្ញុំគឺអត់ខ្លាចកែបទេម៉ែខ្ញុំអត់ហូបទេកែបអន្ទង់នេះគឺអត់ហូបទេតែបើសម្រាប់ខ្ញុំហូបកែបតែបើអន្ទង់គឺខ្ញុំអត់ហូបទេអន្ទង់វារាំងញើតមិនសូវហ៊ានហូបអញ្ចឹងណាកាលពីទូចហូបតែធំឡើងដឹងក្តីមកគឺអត់ហូបអត់ប៉ះតែម្ដងអន្ទង់បើធ្វើមកហូបធ្វើតែបើអោយហូបគឺអត់ហូបទេតែបើសម្រាប់កែបនេះគឺខ្ញុំហូបធម្មតាអត់មានរអៀកអត់មានរអើមទេហើយខ្លាចក៏មិនខ្លាចដែរតែសម្រាប់ម៉ែខ្ញុំខ្លាចហើយអត់ហូបទៀតថ្ងៃនេះគឺសប្បាយយ៉ាងហើយសប្បាយត្រង់ថាចាប់កែបអញ្ចឹងហើយបានខ្ញុំនឹកស្រែនៃចកាខ្ញុំមកនឹកចេះឯងនឹកខ្សងនឹកក្តាមនឹកកែបនឹកសពគ្រប់បែបយ៉ាងឲ្យទៅមកស្រែមកចកាកាលណាគឺមិនដែលចេះស្មុគស្មាញទេទៅនៅផ្ទះទេមានអារម្មណ៍ថាធុញថប់តាប់ប្រមល់ណាបានមកស្រែមកចកានិយាយពីថាអារម្មណ៍សប្បាយរីករាយមានអ្នកខ្លះក៏គាត់ខមមិនថាឲ្យលៀងតោកែបនោះប្រយ័ត្នបាបប្រយ័ត្នអីអូយសំទោអំពុំមីងហើយរបស់ទាំងនេះគឺជាអាហាររបស់ពួកអ្នកស្រែដូចខ្ញុំហើយអ្នកស្រែអ្នកចកាធ្វើម៉េចបើសិនជាសត្វនេះគឺកើតមកគឺសម្រាប់ឲ្យយើងបរិភោគនឹងឯងនៅពេលដែលយើងទល់អត់មានចំណីអត់មានអាហារអីគឺយើងត្រូវទៅរੂពួកវានឹងដើម្បីកាពះណាមួយក៏យើងមិនហូបវារាល់ថ្ងៃដែររាប់ខែរាប់ឆ្នាំទៅគឺហូបម្ដងអញ្ចឹងទៅវាមិនហូបរាល់ថ្ងៃទេក៏សូមអធិស្ឋានផងមករួងថ្ងៃនេះគឺខ្ញុំមករួមមកហូបគិតថាវាមិនបាបទេណាអ៊ំពូមីងហើយខ្ញុំសូមបញ្ជាក់អង្កែបនេះគឺជាអង្កែបដែលអូខ្ញុំចិញ្ចឹមអង្កែបធម្មជាតិចិញ្ចឹមដោយធម្មជាតិជីកស្រះពេលដែលអូខែភាសាគឺអូខ្ញុំក៏ដើរដាក់លួបដើរដាក់ទ្រូដាក់អីតាមវាលស្រែត្រូវអង្កែបត្រូវខ្សងត្រូវក្តាមត្រូវតងអីគឺយកមកទម្លាក់ទុកក្នុងស្រះនេះទម្លាក់ទុកឲ្យវាកើតធម្មជាតិមានដាក់ចំណីមានអីដាក់ឲ្យទេបើខែប្រាំងអីមានខែភាសាមានដាក់ចំណីកូនត្រីកូនអីវាស៊ីអញ្ចឹងណាដល់ពេលខែប្រាំងអញ្ចឹងវារស់ដោយធម្មជាតិខ្លួនវាទៅ
ដល់ពេលខែប្រាំងវាក្រាំងនៅតាមមាត់ស្រះអាស្រះនេះគឺស្រះឈប់ប្រើហើយស្រះទុកចោលសម្រាប់អង្កេបខ្យងក្តាមនេះខ្ញុំអត់ទាន់បង្ហាញអ៊ំពូមីងថាធ្វើម្ហូបអីទេខ្ញុំនឹងបង្ហាញក្នុងវីដេអូក្រោយ